និយាយទៅតើប្រាកើតឬមិនកើតយិនហារល្មមឈប់ទៅបើគេចាប់បានផ្លែឈើមិនទាន់បានស៊ីផងមុខមាត់ត្រូវបាត់បង់អស់ហើយអញទៅចំការគេគឺលើកមុខឲ្យគេតាបើអ្នកផ្សេងគេមិនអង្វរអង្វរអញមិនទាំងចង់ទៅផងអើយអាចឆ្កែឲ្យឬមួយអំពីវនីវឲ្យហ្វូគួយមកបើកទ្វារអញមិនជឿថាគេហ៊ានការពារអញទេការគេនៅស្រាប់គូតអញធ្លាប់ពួកគេផងថយចេញទាំងអស់គ្នាមើលអញយិនហាឆៅយិនហាមួយធាក់របស់អ្នកស្ទើរតែជូនខ្ញុំទៅស្ថានលើហើយអ្នកបានចូលក្នុងតំបន់ខ្លមមើលសូមចាក់ចេញជាបន្ទាន់សំឡេងប្រកាសអាសន្នពីកាមេរ៉ាសុវត្ថិភាពជំរាបសួរបងប្អូនខ្ញុំមានលក់បុកល្ហុងមីឆាបុកមីនិងភេសជ្ជៈគ្រប់ប្រភេទបើចង់បានអាឆាតមកបានណាអញស្ដោះទឹកមាត់ឆើយិនហាអញពូកែលើកដំកើងខ្លួនឯងមែនអញមើលទៅហ្វូគួយគេការពារចោលតែមិនបានការពារអញតឹងរឹងយ៉ាងនេះទេពួកអញរត់តាមអញមួយជើងផ្លែឈើមិនបានជួបមានតែខកមុខជាមួយឯងបងស្រីយិនហាបងស្រីដឹងថាអញចង់បានមុខមាត់នៅមុខពួកអញទាំងពីរតែបានមុខមាត់ក៏ដោយចុះមិនអាចនាំពួកអញមកលក់មុខបែបនេះទេបើនេះលេចជឿទៅក្រៅឯងមិនខ្មាស់ពួកអញខ្មាស់គេរហូតគ្មានមុខជួបអ្នកណាទេអ្នកណាខកមុខអញខកមុខស្អីអញប្រាប់អ្នកទាំងពីរចុះពួកឯងច្រណែនអញស្និទ្ធស្នាលជាមួយហ្វូគួយទ្វារនេះមេក្តោចនេះសុទ្ធតែជាល្បិចហ្វូគួយចិត្តណារៀបចំឡើងដើម្បីមើលថាចិត្តគំនិតពួកឯងស្មោះត្រង់ឬអត់គេបានប្រាប់អញតាំងពីព្រឹកដើម្បីឲ្យអញមើលច្បាស់ពីធាតុពិតរបស់ពួកឯងវាស្ងោឆ្អិនហើយនៅសល់តែមាត់រឹងសំតែគេថាប្អូនស្រីយិនហាពូកែខាងសន្តិភាពថ្ងៃនេះបានឃើញផ្ទាល់ភ្នែកហើយទ្វារមិនទាន់ចាស់ផងមាត់ស្រែកឡើងដល់មេឃហើយពួកឯងកុំមើលងាយមនុស្សពេកកាលមុនអញជួយជូននាគ្រីសំបុកលឿងឲ្យពួកឯងក៏ស៊ីមិនតិចដែរឥឡូវទ្វារមិនទាន់បើកពួកឯងឆ្លាស់គ្នានិយាយបែរមកជន់ឈ្លីអញពាក្យថាស៊ីបាយគេត្រូវក្រែងចិត្តគេចុះមកដល់ពួកឯងមិនក៏អត់នៃចឹងអញកុំមកទម្លាក់កំហុសលើរូបខ្ញុំមិនបានសុំឲ្យអញជូនឯណាទាំងនោះសុទ្ធតែឯងស្ម័គ្រចិត្តអង្វរឲ្យពួកខ្ញុំទទួលសោះម្យ៉ាងទៀតបើគុំតែឯងវាយទ្រូងធានាថាបេះតាមចិត្តពួកអញមកលក់មុខជាមួយឯងធ្វើអីមែនតើសំបីតែទូរស័ព្ទគេក៏តាក់ទងមិនចូលផងនៅខំប្រឹងរឹងទាំងទៀតអញមើលទៅស្បែកមុខអ្នកខ្លះរឹងជាងទ្វារដែកនេះទៅទៀតអញនឹងហ្វូគួយមានរឿងអីត្រូវនិយាយចាំបាច់ខលទូរស័ព្ទធ្វើអីអញតែមួយខ្សែភ្នែកគេដឹងបាត់ថាអញចង់បានអីអញ្ចឹងឯងមិនមែនធ្លាប់ពោហ្វូគួយទេឯងចាត់ទុកគេជាដង្កូវក្នុងពោះឯងហើយតាពួកឯងមិនជឿមែនទេថ្ងៃនេះអញត្រូវតែចូលទៅឲ្យពួកឯងឃើញចាំអញបេះបានមួយបាវមកដល់ពេលនឹងអ្នកណាហ៊ានសើចអ្នកនឹងហើយគ្មានមុខមាត់សំឡេងផ្លោះរបងនឹងធ្លាក់ចុះអាហ្វូគួយអាចឆ្កែអត់ពូជឯងចាំមើលចុះឯងមើលចុះសំបីតែមេក្រូចាស់នេះក៏ធុញទ្រាន់នឹងឯងដែរដេញឯងទៅហើយយិនហើមុខឯងនេះមិនក៏ដូចទៅតែវាចេញពីចង្ក្រានបាយចឹងកុំជួបអីជួបបន្តិចទៀតប៉ាវកងឃើញឯងក៏ត្រូវឲ្យឯងថាបងស្រីដែរអូនស្រីយិនហើពួកយើងត្រឡប់ទៅវិញទៅផ្លែឈើ55រៀល1គីឡូមិនបានស៊ីតែបានមើលឯងដួល3ដងទេមិនខាតទេត្រឡប់ស្អីអ្នកណាថាត្រឡប់បើថ្ងៃនេះចូលមិនបានតើអញឆៅយិនហើមានមុខរស់នៅក្នុងភូមិទៀតមិនកើតមុខឯងនៅមានមុខទៀតកុំនៅយកសក់ពីអញអំបញ្ញមានគូថៃស្ទើរតែធ្វើឲ្យបាក់ចង្កេះអញហើយអញមិនទាន់ទារបញ្ជីជាមួយអញផងយិនហើពួកអញមិននៅឈួតជាមួយអញទេបើឈួតដល់ប៉ូលីសពួកអញខ្មាស់គេណាស់